គាំទ្រកសិករខ្មែរបន្លែខ្មែរដែលដាំដោយដៃកូនខ្មែរផ្ទាល់ឥឡូវនេះខ្ញុំបានមកដល់នៅទឹកដីខេត្តកំពតភូមិកូនស័ក្តិឃុំកូនស័ក្តិស្រុកទឹកឈូខេត្តកំពតនេះជាបន្លែខ្មែរដែលដាំផ្ទាល់តែម្ដងដោយស្នាដៃកូនខ្មែរហើយបងប្អូនឃើញហើយធំល្វឹងល្វើយខ្លាំងណាស់ចំការរហូតដល់20 30 សប្តាហ៍នេះបងស្រីកំពុងតែដាំហើយកំពុងតែកាត់បងមិនដែរបន្លែហ្នឹងល្អហើយបងល្អបងចុះហើយសប្បាយកាត់ទេដល់ពេលបន្លែល្អអញ្ចឹងមានអីផ្ដាំផ្ញើដល់បងប្អូនខ្មែររបស់យើងចង់ញ៉ាំបន្លែខ្មែរបងខ្ញុំជួយខ្ញុំសូមផ្ដាំបងប្អូនខ្មែរទាំងអស់ជួយទ្រាំទ្របន្លែខ្មែរហើយជួយទិញបន្លែខ្មែរញ៉ាំផងបាទបន្លែខ្មែរគឺបានសុខភាពទេណាអូចូលមកដល់គឺល្វឹងល្វើយណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាអើយសិតតែចំការបន្លែអូច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាអនុញ្ញាតគ្រប់នេះជំរាបសួរទៅដល់បងប្រុសសូមអនុញ្ញាតស្គាល់ឈ្មោះផងបងមានឈ្មោះអីដែរបងបាទខ្ញុំឈ្មោះសរឿនបងសរឿនបងសរឿននៅទីនេះគេហៅភូមិអីឃុំអីស្រុកអីខេត្តអីភូមិកូនស័ក្តិឃុំកូនស័ក្តិស្រុកទឹកឈូខេត្តកំពតខេត្តកំពតអូយប៉កែមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកខេត្តកំពតគឺប៉កែខ្លាំងជាងគេជាមួយនឹងដំណាំពាក់ព័ន្ធជាមួយនឹងចំការបន្លែបងប្អូនបានដឹងហើយថាឥឡូវនេះគឺយើងកំពុងតែតម្រូវការផ្គត់ផ្គង់ទីផ្សារនៅប្រទេសកម្ពុជារបស់យើងហើយបន្លែកសិករខ្មែររបស់យើងដាំល្អណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាមកដល់នៅទឹកដីខេត្តកំពតភូមិកូនស័ក្តិឃុំកូនស័ក្តិស្រុកទឹកឈូខេត្តកំពតនេះនិយាយថាល្វឹងល្វើយពាក់ព័ន្ធជាមួយនឹងចំការបងប្អូនចង់ស្គាល់បន្តិចចំការនេះមានដីទំហំប្រហែលហត្តាទៅធំមែនទែនឃើញទៅនេះដីនេះវាទំហំប្រហែលជាចូល20 ហត្ថ20 ហត្តាជាងអញ្ចឹងបងប្រុសដាំទៅលើបន្លែនៅទីនេះពាក់ព័ន្ធនឹងបន្លែអីគេខ្លះមានគ្រប់មុខទាំងអស់បងមានខណ្ឌណាដើមមានស្ពៃក្តោបមានស្ពៃចកឹះស្ពៃទឿចល័តហើយស្ពៃខ្មៅហើយស្ពៃជ្រក់ស្ពៃកញ្ញាញ់រួមមកច្រើននិយាយទៅអាស្ពៃជ្រក់ស្ពៃកញ្ញាញ់នេះស្ពៃជ្រក់ហើយស្ពៃកញ្ញាញ់ហ្នឹងខុសគ្នាជាមួយអាស្ពៃខៀវនេះឬក៏ដូចគ្នាដែរបងប្រុសអត់ទេអត់ដូចគ្នាអានេះស្ពៃជ្រក់គឺយកទៅជ្រក់ធ្វើជាជ្រក់អាហ្នឹងអូអានេះអាស្ពៃនេះគឺយកទៅជ្រក់បាទជ្រក់ចុះអាស្ពៃខៀវមួយទៀតផ្សេងពីហ្នឹងស្ពៃខៀវមួយទៀតស្ពៃកញ្ញាញ់ស្ពៃវាមានច្រើនណាខៀវនិយាយខៀវវាមានច្រើនប៉ុន្តែឈ្មោះវាខុសគ្នាអានេះអញ្ចឹងសម្រាប់ធ្វើស្ពៃជ្រក់ដែលគេយកទៅត្រាំធ្វើជ្រក់ធ្វើអីហ្នឹងអូយនៅពីក្រោយនេះគឺច្រើនខ្លាំងមែនតើឥឡូវចង់ឲ្យបងនាំទៅមើលនៅក្រោយតិចឥឡូវនេះយើងកំពុងតែកាត់មែនទេបងបាទកាត់មួយថ្ងៃក្នុងមួយថ្ងៃតែយើងកាត់បានប្រមាណ100 គីឡូដែរអត់ទៀងដែរបងព្រោះអីតែមួយកំងច្រើនដូចថ្ងៃហ្នឹងអញ្ចឹងមួយកំងច្រើនយើងកាត់ច្រើនទៅបាទច្រើនបំផុតប្រមាណគីឡូក្នុងមួយថ្ងៃកាត់ឲ្យមួយកាត់ថ្ងៃហ្នឹងប្រហែលជា1 តោនជាងក្នុងមួយថ្ងៃវ៉ាវពធបងប្អូនអើយនិយាយទៅបន្លែនៅទីនេះគឺមានច្រើនខ្លាំងដូចតែបងប្អូនបានឃើញថាទំហំដីរបស់បងប្រុសផ្ទាល់តែម្ដងគឺធំដាំបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជារបស់យើងគឺបានច្រើនខ្លាំងដូចតែបងប្អូនបានដឹងហើយថាបន្លែនៅប្រទេសកម្ពុជារបស់យើងសិតសឹងតែជាបន្លែកសិករកូនខ្មែរដាំផ្ទាល់តែម្ដងអញ្ចឹងបានន័យថាមួយថ្ងៃកាត់ដល់តែ1 តោនជាងហើយចង់សួរបន្ថែមតិចពាក់ព័ន្ធជាមួយអាស្ពៃដែលគេយកធ្វើស្ពៃជ្រក់នេះបងប្រុសការដាំស្ពៃនេះយើងចាយពេលអស់ប្រហែលខែបានយើងបានទទួលផលអូអានេះវាបើតាមនិយាយទៅស្ពៃនេះយើងចាយពេលថាយើងលក្ខណៈ2 ខែបងណោះ2 ខែបានផលហើយពិបាកនៅក្នុងការថែទេអាស្ពៃខៀវនេះបងស្ពៃនេះវាមិនពិបាកប៉ុន្មានទេអត់ពិបាកទេគ្រាន់តែថាយើងការថែទាំរបស់វាហ្នឹងយើងកុំឲ្យវារួមទៅធ្វើរងធ្វើឲ្យវាខ្ពស់ផុតទឹកណាខ្ពស់ផុតទឹកពាក់ព័ន្ធជាមួយនឹងការកាត់ស្ពៃឬថាបងជំរាបដែរថាពេលដែលយើងកាត់នេះបើសិនជាមានមេឃភ្លៀងមកយើងអត់កាត់ទេមូលហេតុទេអាកន្លែងហ្នឹងតែមេឃភ្លៀងមកវាធ្វើឲ្យអាលួយធ្វើឲ្យលួយបាទអាលួយថាពេលមេឃភ្លៀងមកវាភ្លៀងវាចូលមកកាលណាយើងកាត់មកវាអត់បានស្អាតទេតែយើងកាត់មកអញ្ចឹងគេថាចំណាទៅភ្លៀងខ្លាំងយើងអាចច្រកទៅវាមិនចពូនស្ងួតអញ្ចឹងណាអាចច្រកទៅបាក់អញ្ចឹងបាទញាត់ចូលក្នុងថងបកបាក់ដល់បាក់អញ្ចឹងវាអាចទៅជាលួយអញ្ចឹងបានន័យថាយើងត្រូវតែចាំរហូតដល់អត់ភ្លៀងកុំឲ្យពេលដែលយើងវាអាចនឹងលួយឥឡូវសុំបងមកខាងនេះបន្តិចឃើញបងប្រុសបងស្រីរបស់យើងកំពុងតែកាត់ច្រើនមែនតើបងកំពុងតែកាត់អតិជនថ្ងៃនេះមិនតិចជា1 តោនទេដូចបងប្អូនបានជំរាបជូនអញ្ចឹងរយៈពេលនៃការដាំនៅស្ពៃនេះមកដល់ឥឡូវ2 ខែគ្រប់ទទួលផលហើយបងណោះបាទ2 ខែទទួលផលហើយទទួលផលត្រូវបានថ្លៃផងកាត់ហ្មងបច្ចុប្បន្នទីផ្សាររបស់យើងឥឡូវនេះបាន1 គីឡូប៉ុន្មានហើយបង
ឥឡូវកាត់ហ្នឹងបាន2000បងបាន2000ហើយឥឡូវនេះទីផ្សារនៅប្រទេសកម្ពុជារបស់យើងរៀងងើបនៅមួយបន្លែដល់ពីមុនការធ្លាក់ខ្លាំងសល់ប្រហែលដែរបងមានដឹងទេបង500លុយខ្មែរទេអូយពុកម៉ែបងប្អូនទាំងអស់គ្នានេះហើយបានគេហៅថាកសិកម្មមិនស្រួលទេនៅក្នុងការដាំដុះទាំងក្តៅផងទាំងភ្លៀងផងទាំងការចំណាយពេលផងអញ្ចឹងសំខាន់ត្រូវឲ្យបងប្អូនទាំងអស់គ្នាដែរជាប្រជាពលរដ្ឋខ្មែរនឹងជួយគ្រប់គ្រងទៅដល់កសិកម្មខ្មែររបស់យើងបងប្អូនបានដឹងហើយថាឥឡូវនេះយើងកំពុងតែពង្រឹងទីផ្សារស្រុកខ្មែររបស់យើងហាមណាសម្រាប់អ្នកទិញរបស់នាំចូលអញ្ចឹងយើងគ្រប់គ្រងកសិកម្មខ្មែររបស់យើងបាទមិនស្រួលដាំទេចង់បន្ថែមបន្តិចពាក់ព័ន្ធទៅនឹងការដាំដំណាំពាក់ព័ន្ធជាមួយនឹងបន្លែនេះបន្លែអីដែលពិបាកដាំជាងគេបងយរួមទៅបន្លែដែលពិបាកដាំជាងគេវាមានបន្លែដែលពិបាកដាំផងស្រួលដាំទាំងអស់ស្រួលដាំប៉ុន្តែគាត់ថាពេលដែលយើងថែទាំដែលយើងមានជំនាញច្បាស់លាស់បាត់ពិសោធន៍បងប្រហែលឆ្នាំហើយបងអូជាង20ឆ្នាំជាង20ឆ្នាំហើយនៅក្នុងការដាំបន្លែនេះអូនិយាយទៅបងដាំបានរាប់រយមុខហើយនិយាយស្រួលស្ដាប់មួយម៉ាត់ទៅបច្ចៈបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងបន្លែនេះការប្រើជីយ៉ាងម៉េចខ្លះអីមិនខ្លះព្រោះបងប្អូនខ្មែររបស់យើងមួយចំនួនគាត់តែងតែគិតថាជីគីមីទៅមិនអីមិនចឹងខ្ញុំចង់បង្ហាញដល់ពុកម៉ែបងប្អូនថាកសិកម្មគឺតែប្រើជីឯងក៏ប៉ុន្តែមានវិធីនៃការប្រើជីគេប្រើយ៉ាងម៉េចឲ្យសមជាមួយនឹងការដាំបាទឥឡូវអានេះយើងប្រើជីធម្មជាតិយើងថតបាទដល់ពេលធំបន្តិចយើងមើលតាមលក្ខណៈស្ពៃដែលវាអាចថាឥឡូវវាត្រូវខ្វះអាសូតអញ្ចឹងយើងបន្ថែមអាសូតអីជាតិគីមីអីបន្តិចទៅឲ្យដើម្បីឲ្យវាល្អបាទហើយនឹងថែទាំវាមើលពេលសត្វល្អិតសត្វអីចឹងណាអូយើងមើលបន្ថែមទៀតអញ្ចឹងពាក់ព័ន្ធទៅនឹងដំណាំស្ពៃជ្រក់នេះឃើញបងប្អូនរបស់យើងអូយកំពុងតែកាត់ច្រើនខ្លាំងមែនតើពេលដែលធូរខ្លាំង1គីឡូបានតែ500រៀលទេតែទីផ្សារដែលខ្ពស់បំផុតបាន1គីឡូទៅដល់ប្រមាណទេបងប្រុស2000ហ្នឹងហ្មងបង2000ហ្នឹងតែម្ដងអញ្ចឹងសង្ឃឹមថាតម្លៃ2000នេះពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយគ្រប់គ្រងនៅកសិកម្មខ្មែររបស់យើងបងប្អូនដឹងហើយថាមិនស្រួលនៅក្នុងការដាំទេក្តៅក៏ក្តៅអីក៏នេះដែរអញ្ចឹងបងប្អូនខ្លះគាត់ថាផុសគេធូរជាងនៅរបស់នាំចូលពេលខ្លះទៅបងប្អូនដឹងហើយជាតិគីមីខ្លះប៉ះពាល់ទៅដល់សុខភាពខ្លះទៅយើងគួរតែងាកមកប្រើជាមួយនឹងផលិតផលរបស់ខ្មែរដែលយើងត្រូវតែគ្រប់គ្រងកសិកម្មខ្មែររបស់យើងចង់ឲ្យប្រទេសខ្មែររីកចម្រើនបានចង់ឲ្យប្រជាពលរដ្ឋរបស់យើងរស់នៅបានសុខសប្បាយលុះត្រាតែយើងនេះចេះគ្រប់គ្រងផលិតផលគ្នាឯងមិនមែនយើងនៅខ្មែរដែលតែទិញផលិតផលគេនាំចូលមករួចអួតថាផុសគេនឹងគីមីផុសគេនឹងពូថ្លៃតែរបស់ខ្មែរយើងតិចតួចខុសគ្នាតែអត់គ្រប់គ្រងទេបាទវាខុសគ្នាច្រើនទេខុសគ្នា1គីឡូយ៉ាងច្រើនថាខុសគ្នា1គីឡូ500អីហ្នឹងហើយ500យើងដូចជាជួយប្រទេសខ្មែររបស់យើងទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាងាកមកបង្វែរអារម្មណ៍ខ្លួនឯងក៏ដូចជាបងប្អូនទាំងអស់គ្នាមកប្រើប្រាស់នៅផលិតផលខ្មែរនិយាយទៅនៅកសិកម្មកន្លែងបងប្រុសផ្ទាល់ទំហំដីរហូតដល់20ហិកតាជាងដែលគាត់ធ្វើដីហើយនៅមានដីបន្តទៀតក៏ប៉ុន្តែខ្ញុំបង្ហាញថ្ងៃនេះពាក់ព័ន្ធជាមួយតែបន្លែខៀវពាក់ព័ន្ធជាមួយនឹងស្ពៃជូរទេអញ្ចឹងនៅមានច្រើនទៀតចាំមើលថ្ងៃក្រោយខ្ញុំមកថតមានអីខ្លះទៀតបងបង្ហើបបន្តិចភាសាទៀតបងស្ពៃក្តោបបាទស្ពៃក្តោបស្ពៃក្តោបស្ពៃចកឹះស្ពៃទឿស្ពៃហាងនឹងខាត់ណាដើមបាទអូខាត់ណាដើមទៀតចឹងទៅមើលបងប្អូនទាំងអស់គ្នាលពៅក៏មានទាំងអស់តែលពៅទៀតវគ្គក្រោយយើងនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យដឹងពីកសិកម្មក៏ដូចជាបន្លែខ្មែររបស់បងប្រុសអាជីស្រ័យមុននឹងអត់បានសួរឈ្មោះបងប្រុសសុំឈ្មោះបន្តិចមកដើម្បីខ្ញុំឈ្មោះសារឿនបងសារឿនចឹងចាំមើលខ្ញុំនឹងថតបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងកន្លែងដាំមួយធំណាស់បងប្អូនលវឹងល្វើយចូលមកដល់គឺយើងមានទំនុកចិត្តនៅក្នុងការប្រើប្រាស់នៅបន្លែខ្មែររបស់យើងចុងក្រោយចង់ឲ្យបងជំរាបនៅលេខទូរស័ព្ទតិចដើម្បីបងប្អូនរបស់យើងគាត់ចង់ទិញបន្លែពីបងព្រោះថាខ្ញុំមកខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តហើយជាផលិតផលរបស់ខ្មែរហើយទំហំដីក៏ធំដែរដាំច្រើនផ្គត់ផ្គង់បានច្រើនបាទឥឡូវបើសិនថាបងប្អូនចាប់អារម្មណ៍នឹងជួយគាំទ្រផលិតផលខ្មែរយើងតាក់ទងមកលេខទូរស័ព្ទ088 52 51057ហើយលេខ Telegram ក៏មានដែរបាទអរគុណសម្រាប់បងប្រុសផ្ទាល់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចណាគាំទ្រនៅផលិតផលខ្មែរជាពិសេសបន្លែខ្មែរដែលដាំដោយដៃកូនខ្មែរតែម្ដងមានតែខ្មែរជួយខ្មែរទេដែលអាចរីកចម្រើនប្រទេសយើងអរគុណច្រើនជម្រាបលាបាយបាយ